ឧទាហរណ៍ថាខ្ញុំជនជាតិអាមេរិកពីមកស្រុកខ្មែរខ្ញុំធ្វើអំពើមួយចំនួននយោបាយមួយចំនួនប៉ុន្តែអត់ប៉ះពាល់មនុស្សខ្មែរទេហើយក៏ប៉ះពាល់មកអាមេរិកដែរតែប៉ះពាល់ទៅដល់ប្រទេសចិននិងប្រទេសរុស្ស៊ីហ្នឹងទៅអញ្ចឹងត្រូវឧទាហរណ៍តែខ្មែររដ្ឋាភិបាលខ្មែរយើងក៏រកសម្ពាធពីចិននិងរុស្ស៊ីឲ្យដាក់ជាកម្មលើខ្ញុំដើម្បីឲ្យចាត់ជួបខ្ញុំនេះទៅប្រទេសរុស្ស៊ីឬប្រទេសចិនតែការអាមេរិកគេអត់ព្រមទេអញ្ចឹងគេចង់ឲ្យជូនទៅជាបរិបទគេទៅស្រុកគេវិញដើម្បីការពារសិទ្ធិជាបរិបទគេជាទូទៅក្នុងក្របខ័ណ្ឌនៃសាបានគេត្រូវមើលថាតើបទល្មើសអំពើដែលមនុស្សម្នាក់នឹងប្រព្រឹត្តនៅប្រទេសកម្ពុជាយើងនិងប្រទេសដែលត្រូវទួលជនហ្នឹងតើវាមានច្បាប់ដូចគ្នាអត់ដល់តែយើងចាត់ទុកថាវាជាបទល្មើសអានេះចាត់ទុកថាជាបទល្មើសអានេះបានគេអាចគេហៅថាជាអំពើមួយដែលគេអាចធ្វើជាច្បាប់បានពួកអំពើខ្លះនៅប្រទេសយើងនៅប្រទេសគេអត់ខ្លាចជាបទល្មើសទេមិនអាចជាបទល្មើសគ្រប់តអញ្ចឹងយើងមិនអាចចាប់បញ្ជូនជនហ្នឹងបញ្ជូនទៅជួយមកបានទេហើយអ្នកខ្លះទៀតពាក់ព័ន្ធជាមួយនឹងគេថាសិទ្ធិនយោបាយជំនុំនេះបាននយោបាយហើយក៏គេហាមគាត់ដែរច្បាប់មានបទល្មើស